បងប្អូនបាទហេតុការឆេះរថយន្តទំនើបមួយគ្រឿងនៅខេត្តព្រះសីហនុបងប្អូនបាទបណ្ដាលឲ្យរថយន្តទំនើបមួយគ្រឿងត្រូវខូចខាតទាំងស្រុងអគ្គិភ័យឆេះរថយន្តទំនើបមួយគ្រឿងមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនោះទេបងប្អូនបាទរថយន្តទំនើបមួយគ្រឿងបងប្អូនបាទត្រូវឆេះដោយអណ្ដាតភ្លើងបាទរថយន្តទំនើបមួយគ្រឿងនេះមិនដឹងថាវាមានបញ្ហាបច្ចេកទេសទេបងប្អូនបាទត្រូវឆេះខ្ទេចម៉ត់តែម្ដងបាទរថយន្តនេះមិនមែនជ័រទេបងប្អូនបាទគឺជាគឺដៃបាទធ្វើពីអាឡូមីញ៉ុងបាទដែកបាទភាសាឆេះនេះមិនដឹងថាប្រព័ន្ធបច្ចេកទេសឬក៏ឆ្លងចរន្តភ្លើងណាមួយទេបងប្អូនបាទវាឆេះខ្ទេចម៉ត់តែម្ដងបាទពួកនេះម៉ាស៊ីនវានៅខាងក្រោយបាទនៅតែខាងមុខទេដោយសារតែខាងមុខមិនសូវមានប្រព័ន្ធភ្លើងប្រហែលទេបាទអញ្ចឹងអ្វីដែលសំខាន់គឺម៉ាស៊ីននៅខាងក្រោយបាទគឺវាឆេះមកពីក្រោយមកបងប្អូនបាទចេញមកខ្សែបាទយ៉ាន់នេះខ្ទេចអស់បងប្អូនណាពវៀនបូស្តានអីបាទស៊ីយកប្រេងយកអីឆេះរៀបដល់ដីមកក្រាបដល់ដីមកបងប្អូនឆេះតិចម៉ត់បង